ព្រះខ្លាអនុមោទនីចតរោធម្មាវត្ថន្តុពុទ្ធពរព្រះទាំងឡាយ4ប្រការអាយុសូមឲ្យមានពុទ្ធបរិស័ទមានអាយុមានយូរជាងលោកព្រះវិសាវណ្ណៈសូមឲ្យមានពណ៌សម្បូរកាយស្រស់សោភាសុខៈសូមឲ្យសុខកាយសុខចិត្តពលៈសូមឲ្យមានកម្លាំងកាយនិងកម្លាំងសភាជឿជាក់មុតមាត់នៅក្នុងព្រះពុទ្ធសាសនាបណ្ដាពុទ្ធពរព្រះទាំងឡាយ4ប្រការនេះសិរីវត្ថន្តុចូលចម្រងចម្រើនកើតមានទៅដល់ញាតិញោមជាពុទ្ធបរិស័ទឥស្សរភពដីសម័យដំណាំទៀបប្រធានដំណាំគុណចាប់តាំងពីពេលទៅជ្រះថ្លាអនុមោទនីនមោតាសៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈអ្នកមត្ថរតនតយសៈវ័នជាមុខទូព្រះប្រពុតខ្ញុំព្រះអង្គលើកំងអញ្ជលីថាតពីឧទិសទៅដល់គុណនៃព្រះរតនត្រ័យទាំង3ពលគឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពគិរវៈជ្រះថ្លាយ៉ាងក្រៃលែងតតនន្តរង្ខមង្ទេសិសាមិបន្តអំពីបទនមស្ការដល់អាយាចនៈសង្ខេបបែបខ្លីនេះទៅក៏តម្រូវត្រូវលើអង្គខ្ញុំគណៈថ្នាក់ភាពនឹងលើកយកនៅប្រធមនិមន្តសម្ដែងចែកជូនទៅដល់ញាតិញោមជាពុទ្ធបរិស័ទព្រមនឹងសម្ដាប់កើតបញ្ញាហើយមុននឹងសម្ដែងកសងសំណាក់ខន្តីអព្យាស្រ័យអភ័យអត់ទោសមកដល់អង្គខ្ញុំគណៈថ្នាក់ភាពនេះផងក្រែងលោកអង្គខ្ញុំគណៈថ្នាក់ភាពសម្ដែងទៅហើយមានការលើសលួសនៅបទបាតអក្ខរៈចាញ់ចនៈព្រះភាសាបាលីសេចក្តីសម្ដែងអត្ថាធិប្បាយត្រង់ចំណុចណាមួយនោះក៏សូមសំណាក់ខន្តីអព្យាស្រ័យអភ័យអត់ទោសដល់អង្គខ្ញុំគណៈថ្នាក់ភាពនេះផងហើយនៅក្នុងគណៈឱកាសពេលវេលានេះក៏សំគួរនឹងសម្ដែងពធទេសនានៅក្នុងគណៈពេលនេះជាបុណ្យជាបណកិច្ចពាក្យថាបុណ្យជាបណកិច្ចនេះមកអំពីសពដើមជាបណៈបូកនឹងកិច្ចមកអំពីជាបយៈតេតិជាបណាំងកិច្ចដែលត្រូវដុតកំឡោតមាន4យ៉ាងកិច្ចដែលត្រូវដុតកំឡោតមាន4យ៉ាងទី1ជាបណៈឋានកន្លែងដែលត្រូវដុតឬបូជាដោយព្រះភ្លើងទី2បឋបណៈឋានកន្លែងដែលត្រូវយកទៅកប់ទុកនៅក្នុងធរណីឬក៏កប់ទុកនៅក្នុងដីទី3ឧបកបណៈឋានកន្លែងដែលត្រូវយកទៅបណ្ដែតចោលនៅក្នុងស្ទឹងគង្គាស្ទឹងស័ក្តិសិទ្ធិជាដើមហើយទី3អហោថបណៈឋានកន្លែងដែលត្រូវយកទៅបោះចោលនៅក្នុងព្រៃស្មោសានអញ្ចឹងវេលាឱកាសនេះញោមមានបានយកនៅសពធ្វើពិធីនោះបូជាទៅដោយព្រះភ្លើងហើយការបូជាដោយព្រះភ្លើងនេះគឺមានកិច្ច4យ៉ាងទៀត5យ៉ាងទៀតទី1សំដៅស្បូវឃ្លាំងក្នុងពិធីនោះមានសំដៅស្បូវឃ្លាំងទី2ប្រាជ្ញលាជទី3គៀសចិញ្ចៀមថ្មទី4បួសមុខភ្លើងហើយវិធីទី5នោះវិធីប្រែរូបសំដៅស្បូវឃ្លាំងគេចងគេក្រងចំបើងឬស្បូវពាក់លើក្បាលមនុស្សតាក់មកឈូសសពនេះបញ្ជាក់ឲ្យឃើញថាជាកិលេសមានលោភៈតោសៈមោហៈជាដើមជាចំណងរិទ្ធរំស័ត្វគ្រប់រូបទាំងអស់ដំណរដែលតភ្ជាប់ពីមនុស្សទៅមឈូសសពតំណាងឲ្យសេចក្តីស្លាប់គ្រប់គ្នានេះជាសេចក្តីស្លាប់តគ្នាគ្រប់ប្រាណទាំងអស់បើចំណងមានហើយ
នៅក្នុងមជ្ឈុក៏មានមនុស្សស្លាប់ក៏នឹងទីពិធីទី1ហើយពិធីទី2ប្រាជ្ញលាជគេយកសម្លៃឬក៏លាយជាមួយលាជហើយបាយសាច់ពេញពេញដីសម្លៃនិងគោគឺសំដៅទៅដល់សាច់លាជសំដៅទៅដល់ឆ្អឹងនេះជាសាច់និងឆ្អឹងជាតិដែលយើងកើតស្លាប់ចោលសាច់ហើយនឹងឆ្អឹងវាពេញទៅលើផែនដីមានឧបមាដូចជាសម្លៃនឹងលេខដែលគេបានបាចសាច់ពេញដីដូចឆ្លោះដែរហើយពិធីទី3គៀសចិញ្ចៀនត្បូងគេស្លដូងយកប្រេងដាក់នៅក្នុងត្រល់ធ្វើប្រឆេះអុចប្រេងជាតួបុណ្យដែលបុគ្គលបានសន្សំតិចច្រើនទៅតាមកម្លាំងបុណ្យពីអតីតជាតិហើយប្រឆេះគឺជាតួជីវិតដែលបុគ្គលរស់នៅមានសភាពប្រែប្រួលមិនទៀងទាត់កាលណាដែលប្រឆេះអស់ហើយអាយុជីវិតរបស់យើងក៏អស់ទៅតាមនោះដែរបងហើយពិធីទី5ពិធីទី4បួសមុខភ្លើងពេលភ្លើងកំពុងឆេះពេញកំហឹងគេបានបំពោះកុលបុត្រអ្នកបំពោះមុខភ្លើងនោះជាអ្នកពិចារណាឃើញតោកនៅក្នុងវត្តដាក់ភ្លើងដែលកំពុងឆេះនេះគឺជាភ្លើងតុកទាំង4កងមានឧបាទានជាដើមហើយពិធីទី5ពិធីទី5ពិធីប្រែរូបពេលបូជាសពហើយគេយកឈើទៅគូសនៅលើសាកសពដែលបានឆេះអស់នោះគូសជារូបដៃគូសជារូបជើងគូសជារូបមុខមាត់ក្បាលខ្លួនហើយអាចារ្យបានសួរប្រស្នាថាតើបុគ្គលដែលបានគូសនេះដូចជាបុគ្គលដែលបានរស់នៅដែរឬទេហើយញាតិញោមដែលបាននៅជុំវិញសពហ្នឹងក៏បានឆ្លើយថាមិនដូចទេគូសម្ដងហើយលុបចោលគូមួយសារទៀតគូជាលើកទី2នោះគូដៃគូជើងគូមុខគូមាត់គូភ្នែកគូច្រមុះដូចដើមដដែលហើយសួរទៀតថាតើដូចមនុស្សដែលបានរស់នៅដែរឬអត់ហើយក៏ញោមក៏បានឆ្លើយថាមិនដូចទេហើយគូជាលើកទី3គូជាលើកទី3ក៏ឆ្លើយដូចគ្នាថាមិនដូចទេនេះបញ្ជាក់ឲ្យឃើញថាបើបុគ្គលស្លាប់ទៅហើយទោះបីជាបុគ្គលគូសវាសឬឆ្លាក់រចនាឲ្យដូចជាមនុស្សដែលរស់នៅពិតមែនក៏មិនអាចនឹងដូចបុគ្គលដែលរស់នៅពិតប្រាកដនោះឡើយហើយការធ្វើពិធីបុណ្យជាបណកិច្ចនេះត្រូវមានលក្ខណៈសម្គាល់3យ៉ាងទី1សតិមានសក្តីភ្ញាក់រលឹកទី2ញាណៈមានបញ្ញាពិចារណាទី3សង្វេគៈមានសក្តីតក់ស្លុតរីឯសក្តីតក់ស្លុតនោះមាន5យ៉ាងទី1តក់ស្លុតដោយចាស់ទ្រព្យត្រងក្រំគ្រាគឺស្ថិតនៅក្នុងវ័យជរាទី2តក់ស្លុតដោយមានជំងឺតម្កាត់ប្រចាំកាយទី3តក់ស្លុតដោយខ្លាចសេចក្តីស្លាប់ទី4តក់ស្លុតដោយប្រត់ប្រាស់ក្រុមគ្រួសារឬវត្ថុជាទីស្រឡាញ់ពេញចិត្តទី5តក់ស្លុតដោយឃើញអំពើដែលខ្លួនបានធ្វើហើយនិមិត្តមកឲ្យឃើញជាដើមនិមិត្តនោះមានពីរយ៉ាងកល្យាណនិមិត្តឲ្យឃើញកន្លែងដែលគួរត្រេកអររីករាយដូចជាបានទៅកើតនៅឋានសួគ៌ឋានទេវលោកអីជាដើមហើយបាបនិមិត្តឲ្យឃើញកន្លែងដែលមិនគួរត្រេកអររីករាយមានប្រែតតិរច្ឆានអសូរកាយអីជាដើមនោះឯងហើយនិមិត្តនេះមានពីរយ៉ាងទៀតបាបនិមិត្តមាន4យ៉ាងបាបនិមិត្តមាន4យ៉ាងទី1តនតភយៈភ័យព្រោះមានគេប្រើអាជ្ញាទី2តិរច្ឆានភយៈភ័យព្រោះសត្វតិរច្ឆានមកយាយីទី3អមនុស្សភយៈភ័យព្រោះអមនុស្សធ្វើឲ្យភ្ញាក់ផ្អើល
ទី4អបាយភយៈហើយគួរខ្លាចទៅកើតទីមិនសមគួរហើយកល្យាណនិមិត្តមាន2យ៉ាងទី1រមណីយដ្ឋានឃើញកន្លែងដែលគួរត្រេកអររីករាយទី2សក្គារិបរិសាឃើញបរិស័ទលាឋានសួគ៌ដូច្នេះមនុស្សយើងគ្រប់រូបកាលណាទៀមតែនឹងស្លាប់តែងតែប្រកបទៅដោយធម៌3យ៉ាងទៀតគឺទី1កម្មៈនឹកឃើញអំពើដែលខ្លួនបានធ្វើទោះបីជាបុណ្យក្តីបាបក្តីគឺនឹកឃើញតែគាត់មុនស្លាប់ទី2កម្មៈនិមិត្តដំណើរអំពើដែលខ្លួនបានធ្វើទី3កតិនិមិត្តដំណើររបស់សត្វហើយដំណើររបស់សត្វនេះមាន2យ៉ាងដែរបងទី1ដំណើររបស់សត្វកំពុងឈប់ចុះទៅកាន់ភពទី2ដំណើររបស់សត្វកំពុងកើតឡើងហើយរវែងធ្លាក់ទៅកាន់ភាពជារាជាធិមរណៈជាធម្មតាជារាមកអំពីចរិយធាតុប្រែប្រួលមិនដឹងខឹងឬធម្មជាតិញ៉ាំងកាយឲ្យទ្រុឌទ្រោមហៅថាចរិយានេះមាន2យ៉ាងដែរបងចរិយាតែកំបាំងភ្នែកនិងចរិយាតែមិនកំបាំងភ្នែកចរិយាដែលកំបាំងភ្នែកនោះមាន5យ៉ាងបងយើងមើលឃើញចរិយានៅបងទី1អាការៈទាំង32មានការប្រែប្រួលកម្លាំងចុះខ្សោយភ្លើងធាតុប្រែប្រួលអិរិយាបថប្រព្រឹត្តទៅមិនប្រក្រតីស្មារតីភ្លេចភ្លាំងបងនឹងចរិយាដែលកំបាំងភ្នែកយើងមើលឃើញទេហើយចរិយាដែលមិនកំបាំងភ្នែកមាន6យ៉ាងបងទី1សក់ខ្មៅរលោងប្រែទៅជាសថ្មិញទាំងឡាយបាត់អស់ស្បែកទាំងឡាយមានសភាពជ្រាជ្រួញដំណើរកោងយកអាត្មាស្ទើរពរួចលេងស្លុកស្រវាំងមើលទៅច្បាស់ត្រជានឹងស្ដាប់មិនសូវលឺស្ថិតនៅក្នុងជាភិក្ខុជាភិក្ខុអំពីប្រែថាបៀតបៀនធ្វើឲ្យលំបាកណាត់ថេជាភិក្ខុសមោរិពុទ្ធសត្រូវអ្វីស្មើនឹងជាធិមិនមានឡើយព្រះដ៏មានប្រធានព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនុស្សយើងកាលណាដែលមិនមានរោគប្រសើរបំផុតហើយជាលៀបមួយយ៉ាងធំក្រៃលែងនៅក្នុងពុទ្ធសាសនាប្រសិនបើជាយើងមានរោគវិញរវែងធ្លាក់ទៅកាន់ក្នុងក្រញាំនៃមច្ចរាជមរណៈគឺសេចក្តីស្លាប់ហើយសេចក្តីស្លាប់នេះមាន2យ៉ាងក៏មាន3យ៉ាងក៏មាន4យ៉ាងក៏មានទី1កាលមរណៈស្លាប់ទៅតាមកាលទី2អកាលមរណៈស្លាប់មិនទៅតាមកាលទី3ស្លាប់3យ៉ាងគឺទី1ទៀតសតិមរណៈស្លាប់សតិមុនទី2បញ្ញខយេនមរណៈស្លាប់ដោយអស់បុណ្យទី3ខនិកមរណៈស្លាប់មួយខណៈចិត្តស្លាប់4យ៉ាងទៀតនោះគឺទី1ស្លាប់ដោយកម្មមកកម្មផ្លាច់ជីវិតទី2ស្លាប់ដោយសតិជាបាបរបស់អ្នកដទៃទី3ស្លាប់ដោយសេចក្តីប្រមាថរបស់ខ្លួនយើងប្រមាថក៏អាចនឹងមានសេចក្តីស្លាប់ដែរចូលបើម៉ូតូលឿនឬក៏ជិះឡានលឿនដោយមិនមានការប្រុងប្រយ័ត្នហ្នឹងគឺតែតែមានគ្រោះថ្នាក់អីផ្សេងជាដើមហើយទី4ស្លាប់ដោយមោហៈចិត្តក្នុងដំណើរនៃសេចក្តីស្លាប់នេះទៀតសោតមនុស្សយើងគ្រប់គ្នាមិនអាចជួលដំណើរគ្នាទៅបានទេគឺអាចជួលដំណើរគ្នាទៅបានទេគឺត្រូវលះបង់ចោលនៅវត្ថុគ្រប់យ៉ាងទៅកំព្រាតែម្នាក់ឯងឥតមានសាច់ញាតិឬក៏សាច់ញាតិណាមួយជួលដំណើរគ្នាទៅបានទេគឺមានតែកម្មជាកុសលនិងកម្មជាអកុសលដែលខ្លួនបានធ្វើហើយអំពើមុនស្លាប់ជាប់ទៅជាមួយខ្លួនទៀតផងដូចនៅក្នុងរឿងព្រះបាទសុគពុទ្ធដែលព្រះបរមសាស្ត្រាចារ្យព្រះអង្គទ្រង់បានប្រឡប់នៅព្រះបាទសុគពុទ្ធដែលជាបរិជ្ជបិតាក្មេករបស់ព្រះអង្គនិងជាបិតារបស់ព្រះនាងកោពានិងទេវទត្ត
សម័យថ្ងៃមួយនោះព្រះបាទសុគពុទ្ធបានក្រោកខឹងនឹងព្រះសាស្តាខ្លាំងណាស់បងដោយព្រះអង្គទ្រង់បានរត់ចោលពនាមតុពាលទេវីនេះទៅសាងប្រភ្នោះទៅសាងប្រភ្នោះជាព្រះសមណគោតមហ្នឹងទុកឲ្យពនាមតុពាលទេវីនៅកំព្រាមេម៉ាយតែម្នាក់ឯងហើយបានមកពុះវិខុទេវទត្តថែមទៀតផងបុត្រាបុត្រីមានតែ2អង្គទៅពុះអស់ហើយបុត្រស្រីនោះត្រូវជាព្រះហ្នឹងបានទៅបួសដែរអញ្ចឹងនៅក្នុងពុទ្ធកាលហ្នឹងឲ្យតែមានកូនប្រុសគឺតែងតែចង់ឲ្យកូនហ្នឹងបន្តនៅពុជពងវងតកូលបងហើយកាលណាតែយើងរត់ទៅបួសអស់អញ្ចឹងទៅឪពុកម្ដាយតែងតែមានការខឹងនឹងបាអញ្ចឹងទៅអត់តន់ស្គាល់នៅពធអត់តន់ស្គាល់សច្ចធម៌អញ្ចឹងទៅសម្រាប់ដល់ថ្ងៃមួយព្រះបាទសុគពុទ្ធហ្នឹងបានត្រាស់បញ្ជាឲ្យពួកអាមាត្យនិមឺនមន្ត្រីនាំគ្នាហ្នឹងទៅបិទផ្លូវមិនឲ្យព្រះសាស្តាព្រះអង្គទ្រង់និមន្តមកកាន់ថតតិចបានគ្រានោះព្រះសាស្តាព្រះអង្គទ្រង់បាននិមន្តត្រឡប់មកកាន់ទីសំណាក់នៃព្រះអង្គវិញហើយបានត្រាស់ជាមួយព្រះអនន្តថាមនាលអនន្តសុគពុទ្ធបានធ្វើនៅបាបកម្មច្រើនណាស់ពីព្រោះមិនឲ្យផ្លូវដល់តថាគតនៅថ្ងៃទី7ខែដីនឹងស្រូបយកសុគពុទ្ធពួកចរៈបរោះនោះបានឮរឿងនេះហើយក៏បានយករឿងនោះទៅក្រាបទូលដល់ព្រះបាទសុគពុទ្ធថាបបិទ្ធព្រះអង្គព្រះបាទសុគពុទ្ធព្រះសមណគោតមថាព្រះអង្គនឹងនៅថ្ងៃទី7ខែដីនឹងស្រូបយកព្រះអង្គហើយព្រះបាទសុគពុទ្ធបានជ្រាបរឿងនឹងហើយព្រះចិន្តាថាព្រះសាស្តាព្រះអង្គទ្រង់ត្រាស់មិនខុសឡើយតែទោះបីជាយ៉ាងណាក៏ដោយខែដីក៏មិនអាចស្រូបយកនៅអាត្មាឯងបានដែរហើយបានត្រាស់បញ្ជាឲ្យពួកអាមាត្យនិមឺនមន្ត្រីយកគ្រឿងភោជនីយអាហារសម្រាប់បរិភោគទៅដាក់នៅប្រាសាទជាន់ទី7ប្រាសាទជាន់ទី7ហើយបានបញ្ជាឲ្យដកកណ្ដាលចេញទាំងអស់ហើយបិទទ្វារប្រាសាទបានត្រាស់បញ្ជាឲ្យអ្នកចម្បាំងខ្លាំងលើឈរចាំត្រង់មាត់ទ្វារប្រាសាទទ្វារមួយមានគ្នា2នាក់ទ្វារមួយមានគ្នា2នាក់ហើយបានបញ្ជាថាប្រសិនបើអញចុះមកខាងក្រោមប្រាសាទជាន់ក្រោមដោយសេចក្តីប្រមាថពីខ្លួនចូលអ្នកទាំងអស់គ្នាចាប់អញទុកក៏ឲ្យអញចេញក៏បានលុះដល់ថ្ងៃទី7សេះមង្គលរបស់ព្រះបាទសុគពុទ្ធបានស្រែកកញ្ជ្រោលយ៉ាងខ្លាំងមិនចេះឈប់សោះព្រះបាទសុគពុទ្ធព្រះអង្គទ្រង់មានបតីចង់ឃើញសេះនោះណាស់បងគ្រានោះទ្វារទាំងឡាយក៏បានបើកចេញដោយខ្លួនឯងជនដើរទាំងឡាយក៏បានតាំងនៅលើដើមវិញទាំងដដែលឥតមានអ្នកណាបើកឬដាក់វាឡើយហើយអ្នកដែលនៅឈរចាំត្រង់មាត់ទ្វារប្រាសាទមិនបានចាប់ព្រះបាទសុគពុទ្ធទុកបែរជាត្រឡប់ទៅចាប់ទម្លាក់ចុះមកខាងក្រោមប្រាសាទជាន់ក្រោមថែមទៀតរហូតមកដល់ប្រាសាទជើងចណ្ដើមប្រាសាទគ្រានោះធរណីរូបមហាព្រឹទ្ធពីរក៏បានបើកទ្វារជាពីរចាំទទួលព្រះបាទសុគពុទ្ធយកទៅដាក់នៅដល់អវជ័យនៃមហានរូបបាត់ទៅហើយព្រះអង្គទ្រង់បានត្រាស់គាថាអ្នកអាណត្តលេខេអ្នកសមុទ្របច្ឆេអ្នកបបតាណាំងវិវរាំបវិសៈនវច្ចតេសោចកតបតេសោយត្រាប់ហេតាំងនបសហយៈមច្ចុបុគ្គលបាបទោះបីជារត់គេចទៅនៅលើអាកាសក្តីរត់គេចទៅនៅក្នុងបណ្ដាសមុទ្រក្តីរត់គេចទៅនៅក្នុងរូងក្នុងក្តីក៏មិនអាចរត់គេចឲ្យផុតពីមច្ចរាជគឺសេចក្តីស្លាប់បានដែរព្រោះថាភូមិឬបុគ្គលភូមិឬទីលំនៅដែលបុគ្គលស្ថិតនៅមច្ចរាជគឺសេចក្តីស្លាប់មិនអាចនឹងសង្គ្រោះបាននោះពុំមានប្រកបសោះឡើយសាធវោអស់លោកសពបរោះទាំងឡាយគណៈអកពលនេះក៏ខទេសនាដែលអង្គខ្ញុំបុរាណភាពសម្ដែងទៅហើយក៏
មុំនឹងបញ្ចប់ហើយមុននឹងបញ្ចប់ក៏សូមប្រមាប្រមូលគូក្នុងនៅកងការមហាវិសលដែលកើតឡើងពីធម្មវិស័យទេសនានេះចូលចំណែកបុណ្យដល់ញាតិញោមពុទ្ធបរិស័ទឲ្យបានសេចក្តីសុខសេចក្តីចម្រើនមួយចំណែកទៀតជូនទៅដល់ញាតិញោមជូនទៅដល់ញោមបាសិកាជុំអួតបដែលបានលះលោកពីលោកនេះទៅលោកខាងមុខថ្មីនេះក្តីយូរហើយក្តីយន្តការទាំង7សន្តានដែលលោកបានបាត់បែកចែកឋានទៅលោកខាងមុខនោះមកទទួលនៅបុណ្យកុសលដែលញោមបានស្ដាប់ពធទេសនានៅក្នុងឱកាសពេលនេះអាយ៉ាងសង្ឃបេតេអ្នកសមត្តារីឯពធទេសនាដែលអង្គខ្ញុំកូនអាត្មាភាពសម្ដែងទៅហើយក៏សន្មតថាបញ្ចប់អេវ៉ាំង